បាទសូមគោរពជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនទាំងអស់ជាទីគោរពបាទថ្ងៃនេះរដ្ឋបាលខេត្តបៃលិនបានដឹកនាំដោយអាយដាមសោសវណ្ណបាទតំណាងលោកជំទាវបណ្ឌិតបានសេមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបាទគឺលោកបានដឹកនាំមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានយុវជនសសយុគបាទកងកម្លាំងអាវុធមានប៉ូលីសមាននគរបាលបាទគឺធ្វើយុទ្ធនាការរើសសម្រាមបាទបោសសម្អាតសម្រាមទៅតាមដងផ្លូវជាតិលេខ57បាទពីចំណុចព្រំបន្ទល់ខេត្តបាត់ដំបងខេត្តបៃលិនបាទគឺទៅកាន់ក្រុងបៃលិនបាទនេះគឺជាយុទ្ធនាការដ៏សំខាន់មួយធ្វើយ៉ាងណាឲ្យបរិស្ថានបាទការតែស្អាតពិសេសទៅតាមដងផ្លូវបាទក្រុមការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិតបានសេមុំអភិបាលនៃគណៈអភិបាលខេត្តបាទគឺលោកយកចិត្តទុកដាក់ធ្វើយ៉ាងណាបាទឲ្យបរិស្ថានឲ្យសុខភាពខេត្តបៃលិនកាន់តែស្រស់បំព្រងហើយស្របពេលនេះដែរគឺថាបច្ចុប្បន្ននេះគឺលោកជំទាវអភិបាលខេត្តកំពុងរៀបចំបាទគឺដាំដើមកង្កោកសងខាងផ្លូវជាលេខ57បាទគឺចាប់ពីព្រំបន្ទល់រហូតដល់ក្រុងបៃលិនតែម្ដងបាទលោកជំទាវបណ្ឌិតអភិបាលខេត្តលោកយកចិត្តទុកដាក់បាទលោកស្រឡាញ់ភាពស្រស់ស្អាតខ្លាំងណាស់ដល់នេះគឺសិតតែដើមកង្កោកបាទនេះគឺស្រស់ចូលនេះគឺដើមកង្កោកហើយបច្ចុប្បន្ននេះកំពុងតែបញ្ចេញបាទផ្កាពណ៌ក្រហមឆ្អៅតែម្ដងនៅតាមដងផ្លូវនេះមើលទៅស្អាតមែនទេបងប្អូនបាទហើយបរិយាកាសនៅទីនេះគឺថាទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំពីប្រជាជនមហាជនទូទៅថាខេត្តបៃលិនគឺមានសម្រស់ស្រស់ស្អាតមែនទែនបាទនេះជាទស្សនវិជ្ជាបាទតែក្រុមការងារបាទមន្ត្រីរាជការទាំងអស់កំពុងតែអនុវត្តការងារបាទសូមអរគុណបាទ